thấy mấy không hử khó bị bỏ vô đáp rồi khơi lọ ta bọn làm cần đai đang dừng vô tàu đáp vô sạch xong đi hôn ចាសួស្តីប្រិយមិត្តជាទីគោរពនិងជាទីរាប់អានបងប្អូនទាំងអស់គ្នានេះគឺជាដាំចំបក់ផ្លែចំបក់ធ្លាក់ជ្រុះរីពេញដីផ្លែចំបក់ដាំចំបក់នេះទំឃើញជាលើកទី1ឯងស្គាល់តែនៅក្នុងអត្ថកថាគម្ពីរព្រះពុទ្ធសាសនាដល់ពេលមកដល់ស្រុកពេជ្ររិទ្ធដែលសំដៅទៅរកទឹកជ្រោះប៊ូស្ត្រានេះគឺខែនេះចាខែ8ខែ9ហ្នឹងផ្លែចំបក់ធ្លាក់មកច្រើនមែនតើចាធ្លាក់ឡើងក្រាលពេញដីតែម្ដងណាចាមើលចុះនេះសត្វតែផ្លែច្បក់នេះមែនតើទៅតូចជាងភ្នៅបន្តិចឯងហើយពណ៌ស្វល់លឿងទុំចាផ្លែច្រើនមែនតើផ្លែច្រើនមែនតើជួរេពេញដីនោះដើមវាចាដើមធំមិនតាមគ្នាចាចឹងបានធ្លាក់មកសន្ទុះយ៉ាងហ្នឹងដើមចំបក់ហ្នឹងវាតាមនៅក្នុងគម្ពីរព្រះពុទ្ធសាសនាថាចំបក់ហ្នឹងគឺថាសត្វប្រើសសត្វអីហ្នឹងចូលចិត្តបរិភោគចាពេលមកបាយហើយចូលដល់ណាក់មើលទៅបាយកងណាមគេទៅអីឡាឡៃដឹងអ្វីជាអូនតែមកដឹងដែរតែឲ្យគេខ្លាំងហើយអូនណាគេខ្លាំងមកយកទៅមើលមួយតែគោលបានហើយណាមើលតែគោលឃើញ